និងបងប្អូនជនរួមជាតិជាទីមេត្រីជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងនិងបងប្អូនជនរួមជាតិតាមដានស្ដាប់នៅប្រសាសន៍ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិដែលបានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនិងអង្គបោះឆ្នោតនៅខេត្តកំពង់ចាមដូចតទៅជាការនេះដែរសូមព្រមជើញឲ្យបានប្រធានសន្តិភាពទៅដល់ត្រឹមសញ្ជេដល់ខ្ញុំទៅដល់ខ្ញុំលោកប្រធានសន្តិភាពនេះខ្ញុំសូមសិក្សាអនុប្រធានគណៈបក្សសង្គ្រោះជាតិសូមជម្រាបសួរបងប្អូនជនរួមជាតិសកម្មជនសកម្មនារីគណៈដឹកនាំគណៈបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមទាំងមូលជាទីគោរពនិងជាទីមេត្តាដ៏ក្លាហានបងប្អូនជឿហើយថាកាលនេះគឺជាការចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពង់ចាមហើយថ្ងៃនេះកំពង់ចាមក៏មិនខុសអីពីខេត្តនានាដែរឃើញថាទឹកចិត្តរបស់បងប្អូនយើងជាពិសេសសកម្មជនសកម្មនារីអ្នកគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិនៅតែមានទឹកចិត្តអង្អាចក្លាហានមុននឹងចាប់ផ្ដើមជំរាបជូនអំពីគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះខ្ញុំសូមអនុញ្ញាតនឹងនាមខ្ញុំជាថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិជាមួយលោកប្រធានសំរងស៊ីនិងក្នុងនាមខ្ញុំផ្ទាល់ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រជាប់ឆ្នោតនៅខេត្តកំពង់ចាមដែលបងប្អូនបានបោះឆ្នោតឲ្យក្នុងអាណត្តិទី5ជាមួយអាដាមលោកជំទាវអស់លោកទាំងអស់គ្នានេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់សកម្មជនសកម្មនារីទាំងអស់ដែលបានធ្វើការងារយ៉ាងស្និទ្ធស្នាលយ៉ាងអង្អាចក្លាហានហើយធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិឈ្នះនៅខេត្តកំពង់ចាមនេះបងប្អូនឃើញហើយការបោះឆ្នោតឆ្នាំ2013កន្លងទៅនេះរៀបមិនប្រក់ក្តីខ្លួនស្គាល់ណាស់បងប្អូនแล้วក៏កលងៀតសម្ដែងណាស់បងប្អូនលោកជំនះទៅជារាជការច្រើនណាស់បងប្អូនតែเป็นការងៀតទៅនៅហើយនៅតែសង្គ្រោះជាតិឈ្នះដែរបងប្អូនគឺមួយមកស្អែកហើយណាកើតកំពង់ចាមទាំងនោះក៏អត់ទាន់បែកគ្នានេះ18អាសនៈ18កៅអីតំណាងរាស្ត្រលើកមកស្អែកយើងនៅតែឈ្នះយើងបានបោះឆ្នោតបងប្អូនណាតាមការពិតដែលគណៈបក្សសង្គ្រោះជាតិបានវាស់វែងទៀតទៅនៅខេត្តកំពង់ចាមនេះអាណត្តិទី5ឆ្នាំ2013នេះគណៈបក្សសង្គ្រោះជាតិត្រូវបានយ៉ាងតិចបំផុត12កៅអីយ៉ាងតិចទេបងប្អូន12កៅអីតែនៅគេងើបអស់នៅតែយើងឈ្នះយើងបាន10កៅអីដែរបងប្អូនហើយគណៈបក្សដែលមួយនេះខំកែច្នៃអត់ទៅដែរកែច្នៃគ្រប់បែបយ៉ាងហើយនៅតែបានតែ8កៅអីហើយមានន័យថាម៉េចមានន័យថាគណៈបក្សសង្គ្រោះជាតិគ្រប់គ្រងខេត្តកំពង់ចាមទាំងនោះហើយបាទខ្ញុំទៅព្រៀនហើយថាអស់នេះដែលជាសមត្ថកិច្ចដែលជាអាជ្ញាធរដែលជាកងកម្លាំងប្រដាប់ទាំងអស់ដែលបានថាខេត្តកំពង់ចាមនេះគណៈបក្សសង្គ្រោះជាតិទៅអ្នកណាអ្នកដែលដឹកនាំខេត្តកំពង់ចាមនេះបើតាមគោលការណ៍ប្រជាធិបតេយ្យទៅឲ្យខេត្តនេះឲ្យគណៈបក្សសង្គ្រោះជាតិទេបងប្អូនកម្មដែលឯងចាញ់ឆ្នោតហើយមកធ្វើស្អីចាងទៀតយកខ្លួនឯងទៅទៅឲ្យខេត្តមកធ្វើស្អីចាងហើយទៅឲ្យខេត្តចាញ់ឆ្នោតអត់ចេះស្មារតីទេបងប្អូនយកឡើយសម្រាប់ជំរឿគ្រូទៅបានតែខ្លួនចាញ់ហើយឲ្យទុំខ្លួនដាក់ស្បៀងទៅទៅឲ្យចេះគោរពអ្នកឈ្នះផងមែនទេបងប្អូនអញ្ចឹងហើយនេះយកខ្ញុំ
នៅចំណុចមួយទៀតដែលគណៈបកសង្គ្រោះជាតិចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តរាជធានីគ្រប់ខណ្ឌដែលនឹងបោះឆ្នោតថ្ងៃទី18 ខែ 5 នេះទោះបីប្រជាពលរដ្ឋទាំងអស់មិនអាចទៅបោះឆ្នោតមិនអាចទៅបោះឆ្នោតក៏ដោយប៉ុន្តែតំណាងយើងអ្នកទៅបោះពីព្រោះបោះឆ្នោតនេះបោះឆ្នោតអសកលបោះឆ្នោតទៅដល់បោះឆ្នោតក្រុមការគុំសង្កាត់និងបោះឆ្នោតតំណាងរាស្ត្រអានោះបានទៅជារាស្ត្រទៅបោះឆ្នោតទៅផ្ទាល់រត់ខ្ញុំទៅជាជូនបងប្អូនឲ្យយល់ហើយលោកបងប្អូនប្រជាពលរដ្ឋហើយថ្ងៃនេះអត់ឃើញគេឲ្យទៅបោះអត់ទេថ្ងៃ18នេះគឺតំណាងយើងទៅបោះជំនួសតំណាងយើងនៅណាទេពួកក្រុមប្រឹក្សាគុំសង្កាត់នោះទៅជាប់ឆ្នោតនោះណាបងប្អូនដល់បងប្អូនបានចោះចោលនោះគឺទៅបោះឆ្នោតនោះក្នុងនាមបងប្អូនដល់បងប្អូនឥឡូវបងប្អូនជួយមើលតើអ្នកដែលបងប្អូនបានបោះឆ្នោតដែលគេហៅថាអង្គបោះឆ្នោតនោះនៅក្នុងគុំសង្កាត់នោះនៅក្នុងខេត្តកំពង់ចាមនោះគណៈបកសំរងស៊ីនេះបានប្រមាណជាង300គណៈបកពុទ្ធមនុស្សទៀតគ្រប់គ្នាទៅបានច្រើនហើយនេះជាតំណាងឲ្យអតីតគណៈបកសំរងស៊ីនិងអតីតគណៈបកចិត្តមនុស្សតែគណៈបកសំរងស៊ីនិងចិត្តមនុស្សឥឡូវនេះគឺគណៈបកសង្គ្រោះជាតិណាបងប្អូនបាទជាអ្នកដែលនេះមិនអាចធ្វើបីខ្លួនបានជាប់ឆ្នោតជាក្រុមមេការគុំសង្កាត់ហើយក៏ដោយមិនមែនខ្លួនទៅបោះឆ្នោតតាមចិត្តខ្លួនឯងទេគឺបោះឆ្នោតតាមចិត្តប្រជាពលរដ្ឋមកណាមកប្រជាពលរដ្ឋឲ្យទៅតំណាងមិនឲ្យទៅរៀបខ្លួនឯងណាឲ្យទៅជាតំណាងចឹងបោះតាមចិត្តប្រជាពលរដ្ឋអានេះគណៈបកតាមយ៉ាងគឺនៅគណៈបកចិត្តនេះដោយគណៈបកសង្គ្រោះជាតិទៅបោះតាមចិត្តប្រជាពលរដ្ឋឥឡូវនេះធ្វើតែចិត្តប្រជាពលរដ្ឋអានេះឆ្នាំ2013នេះលទ្ធផលបោះឆ្នោតជាតិនេះតើប្រជាពលរដ្ឋធ្វើបោះឲ្យណាពួកច្រើនបោះឲ្យសង្គ្រោះជាតិមិនណាមិនទេអញ្ចឹងតែខ្លួនជាតំណាងហើយប្រជាពលរដ្ឋប្រជារាស្ត្រទៅឲ្យសង្គ្រោះជាតិខ្លួនទៅតែបោះឆ្នោតឲ្យសង្គ្រោះជាតិតែបោះឆ្នោតឥឡូវនេះយ៉ាងណាដើម្បីនេះទៅឲ្យសង្គ្រោះជាតិតាមប្រជាពលរដ្ឋទៅគណៈបកផ្សេងទៀតឥឡូវគណៈបកអតីតរាជានិយមបាទអតីតដែលពីដើមហើយឬដំរានេះក៏បានប្រកាសហើយសូមឲ្យអង្គបករបស់អតីតគណៈបកឬដំរានេះដែលជាគណៈបកជាតិនិយមនេះគឺសម្រាប់ប្រកាសជាផ្លូវការឲ្យអង្គបកទាំងអស់បោះឲ្យតាមគូជាដែរណាបងប្អូនបាទហើយគណៈបកមួយទៀតដែលមានជាប់ជាក្រុមប្រឹក្សាដែរពីមកដល់គឺគណៈបកគុំសង្កាត់គុំសង្កាត់ទៅបីមេវិញទៅណាក៏ដោយអ្នកក៏ចាំវិញទេណានេះបងបាទចាំវិញទេនេះឲ្យលោកវិញទៅណាជើងទៅចាប៉ុន្តែក្រុមប្រឹក្សាគុំសង្កាត់ដែលជាអង្គបកនោះគឺនឹងបោះឆ្នោតក្នុងនាមប្រជាប្រដ្ឋដែរបានណាមកឥឡូវប្រជាប្រដ្ឋទៅធ្វើតឲ្យគុំសង្កាត់ទៅឲ្យលោកបានជាប់ទៅក្រុមប្រឹក្សានេះឥឡូវគេមកសង្គ្រោះជាតិដែរឲ្យទៅឲ្យបានទៅមានន័យថាប្រជាប្រដ្ឋមិនមែនមកចាំតាមមើលទៅព្រោះនឹងក្បាត់ប្រជាប្រដ្ឋដែរចាំជឿថាក៏អត់ទេក្រុមប្រឹក្សាអង្គបកគាត់នឹងបោះឆ្នោតដែរសង្គ្រោះជាតិបាទឥឡូវនេះយើងមកណាស់ហើយដល់យើងក្រុមប្រឹក្សារបស់គណៈបកសមរគឺដល់សង្គ្រោះជាតិក្រុមប្រឹក្សារបស់គណៈបកទឹកនោះក៏ឲ្យសង្គ្រោះជាតិក្រុមប្រឹក្សាគណៈបករាជានិយមដល់គណៈបកជាតិនិយមនោះក៏ឲ្យសង្គ្រោះជាតិហើយខ្ញុំទៅតែមើលតែវិញណាទៅតាមអង្គបកក៏ឲ្យសង្គ្រោះជាតិទៀតណាគឺច្រើនណាស់ឥឡូវមួយទៀតគណៈបកមួយទៀតដែលមានក្រុមប្រឹក្សាច្រើនតែអូននៅគណៈបកដែរគណៈបកប្រជាជនកម្ពុជាឥឡូវខ្ញុំសូមជំរាបជូនតាមបទឆ្នោតសមាជិកក្រុមប្រឹក្សាគុំសង្កាត់របស់គណៈបកប្រជាជនកម្ពុជាឲ្យបានជឿថាតើលោកជាប់ឆ្នោតនឹងដោយសារណាដោយសារប្រជាពលរដ្ឋមែនទេបងប្អូនឥឡូវប្រជាពលរដ្ឋដែលจะធ្វើទៅឲ្យគណៈបកប្រជាជននោះឥឡូវគេមកបោះឲ្យសង្គ្រោះជាតិហើយតែលោកទៅឲ្យប្រជាជនទៀតមានន័យថាលោកក្បត់ប្រជាពលរដ្ឋហើយមែនទេបងប្អូន
គាត់ជឿថាអស់លោកខ្លះគាត់មិនក្បត់ប្រជាប្រដ្ឋទេតែនៅក្នុងក្រមប្រកាសគុំប្រកាសគណៈបកប្រជាជនកម្ពុជានេះអស់លោកខ្លះក៏ឃើញសន្ទុះឃើញចរន្តប្រជាប្រដ្ឋហើយគាត់មិនគោរពតាមតៈប្រជាប្រដ្ឋចឹងគាត់នឹងមកកោះឲ្យต้องគួរជាដែរបាទម្ដងនេះដល់ខ្លាយហើយគណៈបកប្រជាជនបានវេយ៉ាងបាទឥឡូវមើលមានប្រជារាណានៅគ្រប់ត្រគាត់ទេដែរហើយក៏ខុសណាបាត់ឆ្នោតដល់មិនស្គាល់ដូចចៅនេះទៅដែរបាទយករងឲ្យគេទៅលើយកទៅបាទបាទតាមហើយនៅដល់ពេលនេះមួយខាងបាទជាខ្ញុំមិនទៅគណៈបកប្រជាជនទៅនេះមកបានណាបាទអត់បានទេចឹងហើយសូមឲ្យអង្គបាស្នាជាបកគណៈបកប្រជាជនណាក្រុមប្រឹក្សាគុំចង្កាត់នេះបើសូមចង់ខ្លាយជាអ្នកដឹកនាំល្អចង់ខ្លាយជាអ្នកដែលគេហៅថាកម្លាំងជាតិចង់ខ្លាយទៅជាអ្នកដែលគោរពតាមស្រាប់ជារដ្ឋរត់តាមប្រជាប្រដ្ឋមកឥឡូវប្រជាប្រដ្ឋគោរពមកតាមប្រជាជាតិហើយសូមចូលមកតាមប្រជាជាតិហើយវាសូមស្វាគមន៍មកដែរបាទស្វាគមន៍យើងអត់មានចិត្តមិនមានកាយទេពីព្រោះមនុស្សយើងទៅតែតែនៅបកនេះហើយតាមដែលទីនេះទៅណាខ្មែរណាដែលចាប់ចិត្តនៅជាមួយបកដោយយួនបកាយទេមែនទេបងខ្មែរណាចាប់ចិត្តនៅបកដែលបាត់ដៃឲ្យយួនចូលប្រតិចិត្តទេមែនទេបងខ្មែរណាចាប់ចិត្តនៅបកដែលចាប់ធ្វើទៅពីអស់នោះអត់បងខ្មែរណាដែលចាប់ចិត្តនៅជាមួយបកដែលលួចដៃទៅជានេះអស់នោះបាទណាខ្មែរណាដែលចាប់ចិត្តនៅបកដែលបញ្ជាឲ្យកម្លាំងប្រដាប់ទៅកាន់តេមឯទៅកម្មករនោះណាបងនៅជាមួយចៅទេបកហ្នឹងបាទបាននឹងមិនត្រូវតែកូនគណៈបកសង្គ្រោះជាតិទេណាបានត្រូវកូនគណៈបកប្រជាជនទៀតណាបងប្អូនណាទៅទៅគ្នាណាដល់លេខទីកូនឯងទៀតណាមកចូលបងប្អូនអ្នកណាព្រមនៅទៀតតើទេដល់ទីកូនឯងទៀតទៅបានអ្នកណាមិនបានមកបានកូនឯងទៀតបានកូននៅក្នុងគណៈបកប្រជាជនប្រាប់ព្រោះបាបកម្មករតើកម្មករមួយចំនួនធំចិត្តតែកូនគណៈបកប្រជាជនទៀតហើយកម្មករគណៈបកប្រជាជននោះគាត់សុំតឡើងប្រាក់ខែមកអត់ខែមេគណៈបកប្រជាជននោះមិនតឡើងឲ្យបញ្ជាទៅរៀនទៅបានទៀតអានឹងហើយបានគណៈបកប្រជាជនគឺចោលហើយបងប្អូនទៅណាទៅជាមួយគេទេបាទចឹងវាបានឥឡូវជួយវិញតែចាប់មកដល់អង្គការជាតិដល់ថ្នាក់មួយតាមគ្នាយើងទៅមកទីមួយគណៈបកសង្គ្រោះជាតិយើងអភិវឌ្ឍយើងមានគោលនយោបាយអភិវឌ្ឍតែពេលជាអភិវឌ្ឍពីក្រោមទៅលើជួយអ្នកក្រីក្រអ្នកជនបទអ្នកតូចតាចឲ្យមានទីភាពប្រសើរអត់ជួយអត់ណាទៅគណៈបកប្រជាជនកម្ពុជានេះទេបាទអរគ្នាទេបាទដល់ឲ្យគណៈបកប្រជាជនកម្ពុជាយកដៃតែអ្នកមានយកដៃតែអ្នកធំមិនមែនទេបាទបើឲ្យកម្ពុជាយកទៅជួយអ្នកក្រអ្នកតូចតាចអ្នកចំណាយពីក្រោមទៅលើបាទយើងអត់មានអភិវឌ្ឍភ្លើងពណ៌ដោយគណៈបកប្រជាជនទេគឺយើងមើលនៅតាមជនបទតើមានទឹកប្រើគ្រប់គ្រាន់ហើយនៅយើងមើលតើជនបទមានទីផ្សារលក់ផលិតផលកសិកម្មបានខ្លះហើយនៅយើងមើលកូនអ្នកក្រអាចរៀនបានទៅកូនអ្នកមានទេយើងមើលកូនអ្នកក្រអាចមានការងារធ្វើទៅទេដូច្នេះនេះហើយគឺជាគោលនយោបាយជនបទរបស់គណៈបកសង្គ្រោះជាតិគឺជួយអ្នកជនបទហើយបានហៅគេហើយបងប្អូនអ្នកនៅទីក្រុងតាមភូមិអត្តការទៅតាមស្រុកតាមអីនោះព្រោះអតិថិជនមហាផ្លាយហើយមែនទេហើយនៅទីក្រុងមិនទៅទេគ្នាក្រណាស់អត់យកផ្លៃភ្លើងខ្លាំងណាស់ហើយនេះហើយគឺខានយោបាយគណៈបកប្រជាជននេះគឺអភិវឌ្ឍដោយតែជ្រះនិងឋានៈប្រជាប្រដ្ឋដោយតែជ្រះនិងការជួយអភិវឌ្ឍប្រទេសជាតិទៅប្រកបដោយគណៈបកសង្គ្រោះជាតិដឹកនាំមូលដ្ឋានយើងនឹងរៀបចំធ្វើយ៉ាងណាជួយអភិវឌ្ឍពីក្រោមទៅលើបងប្អូនបាទជួយអ្នកតូចតាចមុនជួយអ្នកជនបទមុនជួយអ្នកក្រីក្រមុនជួយអ្នកជនចៅមុន
មិនទួយកសិករមុនណាបងអត់មានយកទៅបំតាមកយ៉ាចឹងទេនឹងហើយនយោបាយគណៈបកប្រជាជនកម្ពុជាដើរខុសនឹងហើយតាមពជារាជបោះដៃចោលឡើងណានេះបងប្អូនស្ទាត់ចោលហើយបងបាទនេះគាត់អភិវឌ្ឍពីលើមកអត់ចិត្តពីក្រោមទេយកទៅជួយផ្ដោតជួយអ្នកក្រោមតែយើងមិនមែនថាយើងទៅធ្វើបាបអ្នកមានឡើយទេគឺយើងចាក់ទេអ្នកវិនិយោគទុនពីក្រៅមកហើយខ្ញុំកម្មសខាទៅមកពីអាមេរិកបាទបងសម្បត្តិជួបជាមួយមេដឹកនាំអាមេរិកខ្ញុំបានប្រាប់គេថាគណៈបកសង្គ្រោះជាតិនឹងដឹកនាំប្រទេសទៅឆាប់ៗនេះហើយណាបាទណាដឹកនាំប្រទេសឆាប់ៗនេះហើយបាទបាទខាត់មិនបានរៀនថាដឹកនាំប្រទេសឆាប់ៗលួចមកឆ្អែតទៅនឹងហើយខុសគ្នាទៅ4%បាទបងខុសគ្នាទឹកនេះឲ្យតែមានបោះឆ្នោតម្ដងទៀតឲ្យតែត្រឹមត្រូវចុចគណៈបកសង្គ្រោះជាតិក៏កើតពីគ្នា100%បាទបងគ្នាយ៉ាងណាគ្នាយ៉ាងណាតែលួចយកមុនគឺមិនតាមដឹងថាហើយលួចឥឡូវអ្នកដែលច្រឡំទៅឲ្យគណៈបកជាជនលើកទៅជានេះមកនេះហើយគេមកតាមនឹងទៀតហើយមកតាមគ្នាទៀតហើយបោះឆ្នោតលើកហើយតាមគ្នាទៀតនេះ100%បាទបងតែយើងគ្នាតែយើងជួយអភិវឌ្ឍមកខ្ញុំបាននិយាយជាមួយរដ្ឋាភិបាលអាមេរិករដ្ឋាភិបាលអាមេរិកជាគណៈបកសង្គ្រោះជាតិមានគោលនយោបាយជាគណៈបកដែលកាន់នៅគោលការណ៍ប្រជាធិបតេយ្យសេរីយើងអត់ទៅកុម្មុយនីសទេបងប្អូនព្រោះកុម្មុយនីសជួយខ្មែរក្រហមឲ្យប្រយោជន៍ខ្មែររាប់លានអ្នកហើយមានអ្នកណាចាំទៅកុម្មុយនីសទេអត់ទេអ្នកណាទៅសេរីមហាអំណាចប្រជាធិបតេយ្យជាមួយអាមេរិកចាស់ទៅលើហើយបាទដល់ទៅមួយចំប្រការណាបងប្អូនឥឡូវទៅថាខ្ញុំអាចងអាមេរិកអាចងទៅប្រទេសប្រជាធិបតេយ្យចាត់ឲ្យទៅថាចុះអាយ៉ងប្រជាធិបតេយ្យគេគោរពសិទ្ធិនោះបាទបងប្អូនអាយ៉ងចំអាយ៉ងញួនគោរពសិទ្ធិនោះបាទបងប្អូនដូចនេះយើងដំណត់នាំប្រទេសទៅរកប្រជាធិបតេយ្យសិទ្ធិប្រកបពេលនោះបងប្អូនកុំព្រួយទៅរឿងអត់ការងារទេពេលនោះអ្នកវិនិយោគធំរបស់អាមេរិករបស់សហគមន៍អឺរ៉ុបរបស់កាណាដារបស់អូស្ត្រាលីរបស់ជប៉ុនដែលប្រទេសតាមប្រជាធិបតេយ្យនោះគេនឹងយកវិនិយោគធំទៅដល់ខ្មែរបាត់ខ្វះការធ្វើទេមិនបាច់ទៅទីគ្នាទៅស្ពានទៅបាឡេទៅកូរ៉េទេយកតែមានថាមានការងារធ្វើទូនទៅជាប្រទេសបាទបងមកទៅចង់បានចឹងទេបាទបងព្រោះតែឥឡូវមិនក៏អ្នកវិនិយោគទុនធំទៀតណាមកទៅជួននៅចិនចឹងមកទៅអ្នកកៅយើងនេះវិនិយោគមកយកដីយកព្រៃយើងណាមកយករ៉ែយើងណាមកណាគេអត់មកទេពីព្រោះអ្នកដឹកនាំបច្ចុប្បន្ននេះជាអតីតខ្មែរក្រហមមកណាមកដែរជាពួកកុម្មុយនីសមកណាមកដែរឥឡូវបណ្ដាថាខ្លួនឯងមិនកុំនេះឆ្លើយមកហើយបណ្ដាហ៊ានហួតែខ្លួនឯងមកអតីតមេខ្មែរក្រហមឆ្លើយមកដល់ហើយណាក្រហមមិនក្រហមមកបងបាទតែណាក្រហមមុនសម្រាប់មនុស្សអាក្រហមទី2នេះសម្រាប់ធម្មជាតិសម្រាប់បំផ្លាញធនធានធម្មជាតិខ្មែរដែរបងតែព្រោះដែលយើងអស់ទៅមនុស្សអស់ទៅធម្មជាតិអស់ទៅដីអស់ប្រទេសគឺអស់ខ្មែរនេះជារបបក្រៅប្រទេសបាទបងតែហើយព្រោះតែយើងទៅហ៎ចិនយើងទៀតដែរបងតែទៅខ្ញុំនិយាយជាមួយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ទាំងសហគមន៍អឺរ៉ុបទាំងអាមេរិកទាំងជប៉ុនទាំងអីទាំងអស់តែយើងនៅខាងតែជាទៅទៅប្រកបហើយបងប្អូនណាបាទខ្ញុំសូមឲ្យបងប្អូនទាំងអស់កុំខឹងយើងរៀបចំមូលដ្ឋានអភិវឌ្ឍបង្កើតការងារហើយលើកធាទៀតយើងនឹងរៀបចំឲ្យប្រជាពលរដ្ឋយើងទទួលបានឱកាសដូចគ្នាខាងនយោបាយឱកាសដូចគ្នាខាងសេដ្ឋកិច្ចឱកាសដូចគ្នាខាងសង្គមតែទី3ព្រោះតែឥឡូវទៅដល់ណាហើយយើងរឿងមូលដ្ឋានយើងបាននិយាយមកហើយតែរឿងថ្នាក់ទៀតសំខាន់តែនេះការនយោបាយជាមួយបងប្អូនគុណជាតិថាគណៈបកសង្គ្រោះជាតិគឺដាច់ខាតមិនចង់ទៅបាច់ចង់ដល់ប្រាស់ចង់យុទ្ធសាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាជាដាច់ខាតយើងរក្សាគោលទៅមកដែរទៀមទាឲ្យបោះឆ្នោតឡើងវិញណាបងប្អូនណាបងចង់បោះឆ្នោតឡើងវិញទេទៀមទាឲ្យបោះគណៈកម្មការជាតិរៀបចំការបោះឆ្នោតកែចម្រុំការបោះឆ្នោតឲ្យគណៈកម្មការបោះឆ្នោតនេះជាស្ថាប័នប្រមាណហើយឲ្យសម្រេចតាមសម្លេង2-3អត់ណាកលៀនបលំអីណាឯកកម្មអីណាទេអានឹងមេបាទេបងប្អូនគឺស្គាល់ទៅឲ្យដល់ទៅហើយលេងជាមួយណាលេងជាមួយកម្មសាស្ត្រក៏ទៅយកគណៈបព្វជិកកុម្មុយនីសនៅស្ដារបងប្អូនបានទេ
ប្រជុំសភាឬដល់អត់លោកគោចូលដល់បានឯករាជ្យចាំត្រូវបងប្អូនណាទៅថាអីបើគោចូលដល់លោកគេតាមទៅជារៀបចំត្រូវយ៉ាងណាក៏ដោយដល់តែស្រាប់ជាប្រកាសទៅជាដែរតាមទៅដល់មែនទេបងប្អូនអញ្ចឹងជាខ្ញុំសន្យាថាយើងទៅរត់នៅឆន្ទៈប្រជាប្រដ្ឋយើងមិនក្បត់ប្រជាប្រដ្ឋទេបងប្អូនខ្ញុំសន្យាថាខ្ញុំមិនអាចក្បត់ឆន្ទៈប្រជាប្រដ្ឋបានឡើយពីព្រោះបងប្អូនមើលតែមានណាស់បងប្អូនទេណាតស៊ូណាស់តែមាននៅសេចក្ដីជាមួយបងប្អូនហើយឥឡូវនេះបងប្អូនចិត្តក៏ភ្លេងទេបងប្អូនទេណាឥឡូវនេះយើងដូចនៅក្នុងសម័យភូមិចឹងមកបងប្អូនឥឡូវយើងដូចនៅក្នុងសម័យភូមិតែសម័យភូមិនេះអត់យុត្តិធម៌បើខាងនោះលេងទៅភ្លេងយើងដៃទៅទេឲ្យទៅផ្សារណាបងប្អូនណាបាទអនមកបងប្អូនតែចំណែកមកខ្ញុំសរសើរបងប្អូនខ្ញុំស្រឡាញ់បងប្អូនខ្ញុំចង់ស្លាប់ដើម្បីបងប្អូនទាំងអស់ខ្ញុំមកថយជាដាច់ខាតបងប្អូនអត់ថយទេទៀមទាឲ្យបងប្អូនឲ្យចោលបានហើយគណៈបកប្រជាជនចង់យកខ្ញុំទៅស្គាល់ណាស្គាល់ទៅណាបងប្អូនណាយើងទៅការពារតាមជាប្រជារដ្ឋជាដាច់ខាតបងប្អូនតែគណៈហើយខ្ញុំជឿថាមិនខ្ញុំសន្យាប៉ុណ្ណឹងជួយណាបងប្អូនជួយមកជួយអរគុណមកជួយលើបាយមកជួយទៅជួយណាបើខ្ញុំនិយាយលើជួយឲ្យជួយខ្លួនឯងជួយទៀតទេណាបងប្អូនមិនអាណិតកម្មសខាអាណិតសំនឹងទីទេអាណិតខ្លួនយើងមែនទេបងប្អូនអាណិតជាតិយើងអាណិតកូនយើងអាណិតគ្រួសារយើងបោះឲ្យតងគ្រួសារគេយកទៅដាក់តងគ្រួសារគេយកទៅជារដ្ឋខ្មែរខ្ញុំមិនអាចស្ដាប់បងប្អូនជាដាច់ខាតក៏ទៅជាជួយដល់បងប្អូនណាអ្វីគឺគោរពឆន្ទៈប្រជាប្រដ្ឋតែមកបងប្អូនមានជំនឿហើយបន្តការតស៊ូនេះឲ្យដល់ទីដៃយើងព្រោះតែឧបសគ្គវិច្ច្រើនមិនទាន់ដល់ព្រាមទេតែយើងនៅតទៅទៀតបងប្អូនជឿបងប្អូនបាទចិត្តគោលរបស់យើងអត់ឲ្យខ្មែរបង្ហូរឈាមទេយើងនឹងយកឈ្នះតាមរយៈការដោះស្រាយដោយជើងទៅផ្លូវណាមួយថាតាមសមត្ថភាពគេយកទៅជារដ្ឋបាលបាទសូមអរគុណ
ខ្មែរទាំងអស់គ្នាបងប្អូនខ្មែរទាំងអស់គ្នាត្រូវតែរួមគ្នាដល់ពេលហើយតែយើងត្រូវរួមគ្នាទាំងអស់គ្នាគ្រប់គណៈបកនយោបាយទាំងអស់ដើម្បីសង្គ្រោះជាតិយើងថ្ងៃនេះក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងខណ្ឌគ្រប់ខ្ញុំអត់វាយប្រហារគណៈបកណាទេមិនមែនយកឱកាសនេះវាយប្រហារណាអត់ទេយកឱកាសនេះដើម្បីអំពាវនាវឲ្យខ្មែរទាំងអស់គ្នាគ្រប់គណៈបកនយោបាយគ្រប់និន្នាការនយោបាយរួមគ្នាចង់គ្រោះជាតិយើងទាំងអស់គ្នាណាបងប្អូនមិននិយាយពីរឿងគណៈបកនយោបាយនិយាយរឿងជាតិយើងទាំងអស់គ្នាយើងខ្មែរទាំងអស់គ្នាស្រឡាញ់ជាតិទាំងអស់គ្នាស្រឡាញ់យុត្តិធម៌ទាំងអស់គ្នាខ្ញុំមិនហ៊ាននិយាយចំពោះអ្នកអ៊ំលើថ្នាក់លើលើថ្នាក់កំពូលដែលគេប្រើអំណាចបច្ចាដែលគេមានលុយសន្ធឹកសន្ធាប់ដែលគេជិះជាន់ប្រជារាស្ត្រដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារគេបាក់ពួកគេមួយស្ដាប់តូចនៅថ្នាក់លើកំពូលខ្ញុំសូមសម្ដៅឲ្យសូមអំពាវនាវដល់បងប្អូនប្រជាប្រជារាស្ត្រខ្មែរដូចគ្នាបងប្អូនអ្នកភូមិបងប្អូនអ្នកស្រុកទាំងអស់គ្នាយើងជាខ្មែរដូចគ្នាយើងត្រូវតែចាប់ដៃគ្នាចង់គ្រោះជាតិយើងមិនមែនទៅបម្រើគណៈបកណាទេបងប្អូនបម្រើប្រទេសជាតិរបស់យើងជាខ្មែរយើងកើតនៅលើទឹកដីខ្មែរជាតិចិត្តភូមិរបស់យើងប្រៀបធៀបដូចម្ដាយរបស់យើងកើតនៅលើទឹកដីខ្មែរទាំងអស់គ្នាជាតិចិត្តភូមិរបស់យើងគឺប្រទេសកម្ពុជាយើងមានម្ដាយជាតិចិត្តភូមិដូចម្ដាយរួមទាំងអស់គ្នាយើងជាបងប្អូនបង្កើតឥឡូវម្ដាយយើងគឺធ្ងន់ណាស់យើងជាបងប្អូនគ្នាទោះជាយើងគឺកតាគ្រប់គ្នាធ្លាប់ប៉ះជាសម្ដីអីមិនសំខាន់ទេឥឡូវដែលសំខាន់ត្រូវរួមគ្នាដើម្បីសង្គ្រោះជីវិតម្ដាយយើងសង្គ្រោះប្រទេសជាតិយើងបាទបងប្អូនហើយបញ្ហាដែលយើងលើកមកទាំងអស់គ្នាទៅជែកគ្នាគិតពិចារណាមិនមែនបញ្ហាគណៈបកទេមិនមែនបញ្ហាគណៈបកនេះគណៈបកនោះអត់ទេបញ្ហាប្រទេសជាតិយើងទាំងអស់គ្នាបញ្ហាអ្វីទៅគេហៅថាបញ្ហាប្រទេសជាតិទាំងអស់គ្នាបញ្ហាទឹកដីធ្វើមិនកុំឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីមិនមែនទៅតាមរាំងទីមិនមែនទៅជុំទឹកខែណាដីប្រជារាស្ត្រដីប្រជារាស្ត្រខ្មែរគឺជាទឹកដីប្រទេសកម្ពុជាតាមដងព្រំប្រទល់ដែនខេត្តទៅជាប់ទៅនឹងប្រទេសជិតខាងដូចជាយើងទីខេត្តកំពង់ចាមយើងលើទៅស្រុកនិមត្តឃើញបរទេសបង្ខិតព្រំដែនលើទៅបាក់ទឹកដីយើងនឹងជាបញ្ហាប្រទេសជាតិដែលយើងត្រូវការពារបរណភាពទឹកដីឲ្យតែខ្មែរនេះយើងជាសារនឹងគឺយល់ទាំងអស់គ្នាហើយមិនមែនតែដែនដីគ្រប់ទេដែនទឹកដែនសមុទ្រក៏នៅកណ្ដាលសមុទ្រនៅជិតស្នែងសមុទ្រក៏ដោយតែយើងកោះនៅកណ្ដាលសមុទ្រក៏យើងបានបាត់បង់កោះរបស់យើងត្រូវដែរទាមមកវិញស្របច្បាប់អហិង្សាសន្តិវិធីឲ្យគេគោរពបរណភាពទឹកដីប្រទេសកម្ពុជាព្រំដែនខាងលិចក៏ចាំដែរឲ្យបរទេសដូចនេះការពារទឹកដីយើងឲ្យបានគង់វង្សពេញលេញការដែលយើងនិយាយនេះជារឿងគណៈបកសង្គ្រោះជាតិឬគណៈបកណាមួយទៀតអត់ទេជារឿងជាតិរបស់យើងទាំងអស់គ្នាបញ្ហាមួយទៀតបញ្ហាដីធ្លីគឺស្រែចម្ការស្រុកបែងស្រុកសម្បត្តិប្រជារាស្ត្រតែត្រូវគេរំលោភគ្រប់ហេតុឯកជនជនខិលខូចរំលោភលួចប្លន់ដីធ្លីជាសម្បែងរបស់បងប្អូនប្រជារាស្ត្រគ្រប់ត្រង់នឹងមិនមែនបញ្ហាគណៈបកសង្គ្រោះជាតិទេបញ្ហាប្រជារាស្ត្រខ្មែរបញ្ហាជាតិដែលយើងត្រូវដោះស្រាយទាំងអស់គ្នាបញ្ហាជាតិបញ្ហាព្រៃឈើទ្រព្យសម្បត្តិធម្មជាតិដែលមានសារៈសំខាន់ដែលមានតម្លៃលើលទ្ធសម្រាប់ទ្រទ្រង់ជីវភាពរស់នៅទ្រទ្រង់ជីវិតប្រទេសកម្ពុជាយើងត្រូវគេកាប់បំផ្លាញទឹកស្ទីអស់តើបញ្ហានឹងមិនជាបញ្ហាទៀតដូច្នេះយើងត្រូវតែដោះស្រាយបញ្ហានេះបង្ហូរស្ទឹងទន្លេក៏កាត់បងគេលុបគេលក់បងអករបស់ប្រជារាស្ត្រគេលក់ឲ្យឯកជនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់បរិស្ថាននាំមកនៅការលិចទឹកពេលខែភ្លៀងទៅទៀតមកដល់គេលុបបងទៅណាលុបដោយជាការលុបបងមានទឹកទៅណាលិចទឹកណាបងប្អូនកន្លងអត់មានទឹកនឹងលិចប៉ះពាល់ដល់ទ្រព្យសម្បត្តិរហូតដល់អាយុជីវិតប្រជាពលរដ្ឋបញ្ហាជីវភាពរស់នៅរបស់ខ្មែរទាំងអស់គ្នាខ្មែរដែលនៅក្នុងជួរគណៈបកណាក៏ដោយគឺរងគ្រោះដោយអំពើពុករលួយការគ្រប់គ្រងប្រទេសមិនគ្រប់គ្រងប្រាក់ខែតិចតួចទេកម្មករមន្ត្រីការគ្រូបង្រៀនប៉ូលីសទាហាន
ឆ្ងាយជានឹងជាតែជើងនេះត្រង់ព្រះតោព្រះព្រះពុទ្ធព្រះម៉ែអើយនេះជាមានបងប្អូនបញ្ហានេះគឺបញ្ហាជាតិដែលយើងត្រូវដោះស្រាយក្រុមមករៀបចំប្រទេសបាយគ្រប់រូបមានការងារធ្វើត្រឹមត្រូវលើទឹកដីមាតុភូមិរបស់ខ្លួនមិនចាំបាច់ចាក់ចេញទៅទីខ្លួនទេនៅស្រុកក្រៅនេះTV របស់ខ្មែរ